อีกទីគេពីទល់នឹងសូនពីគ្របដោយបាទអ្នកសុទ្ធនឹងគឺតែម្នាក់ឯងទេអូយបាទអស់ចាស់ណាបងប្អូនយើងបាទនេះមិនអោបសាយទេបាទព្រោះថា Conor Bradley គាត់កាត់បាល់មកអស់ទៅហើយស្អាតណាស់អូយសំណប់ចិត្តខ្ញុំជាអ្នករកបានគ្រាប់បាល់ទៀតបាទ Hugo Ekitike បាទជាចំណូលថ្មីតែម្នាក់គត់ដែលខ្ញុំស្រឡាញ់ជាងគេបាទសម្រាប់កីឡាករដែល Anslot គាត់ទិញមកបាទនេះមិនពីន័យទេបាទព្រោះថាអ្នកចាំទីគាត់ទះបាល់ក៏ពិតមែនប៉ុន្តែបាទនេះគឺវាផ្លាត់ស្របពេលដែល Hugo គាត់ទាត់ចំបាល់មកបើសិនថាអ្នកចាំទីគាត់ចាប់ជាប់ឲ្យបាន Hugo ទៅថែមពីក្រោយនោះទៅពីន័យប៉ុន្តែបាទនេះគឺមិនអាចពីន័យបានទេស្អាតណាស់បងប្អូនណាបាទឱកាសបាល់ពីន័យពេលណាល់ទីបានមកខាងក្រុម Leeds United Alisson 5 ដងបាទគឺបដិសេធបាន3ដងដែរឱកាសកន្លែងនេះចូល1-2 Leeds United ដាក់បាល់ដល់គ្រាប់ដោយការទាត់បាល់ពេលណាទីជាការបង្កកំហុសរបស់ Ibrahim Konate ផ្ដល់ឱកាសឲ្យបាទ Calvert-Lewin ទាត់បាទអត់មានគិតច្រើនទេបាទអង្គខាងឆ្វេងដៃរបស់ Alisson Becker ព្យាយាមហក់ទៅដែរប៉ុន្តែអូយបាទនេះគឺរត់ទៅមុន Alisson Becker បាទចូលវគ្គទី2ឱកាស2-2ស្មើគ្នាបាត់ទៅហើយអូយហងក្រហម Liverpool នាំមកគេបាទ5នាទី2គ្រាប់ឥឡូវនេះបែរទៅជាឲ្យ Leeds United ចាយពេលលើគ្នាប្រហាក់ប្រហែលគ្នាមកតាមមកវិញបាទ2-2ចាប់បាត់ទៅហើយបងប្រិមិត្តយើងបាទទស្សនាការអូជ្រែកមកក៏ស្រួលម្លេះបាទខ្សែការពារនៅពីពេញមុខបាទទីប៉ុន្តែឲ្យគេអូជ្រែកបាទតាមទំនឹងចិត្តបាទ Aronson បញ្ជូនមកនេះអូយស្តាច់ដាក់មកជើងនេះគ្មានឲ្យសល់ទេស្មើតតែបានចឹងហើយផាយកាយសាឡាសូមស្លាយនេះយាយកូយ៉ា Dominic Szoboszlai ចូល3-2 Yes អូយល្អខ្លាំងមែនទែនបាទល្អខ្លាំងមែនទែនបាទពេលវេលានៅតែដែរក្តីសង្ឃឹមនៅតែមាន3-2ពីហងក្រហម Liverpool ឲ្យលីតសบายចិត្តបានតែមួយផ្លែតទេបាទទីបំផុតបរោះសង្ហារបស់យើងបាទគឺ Dominic Szoboszlai មើលការសម្រេចទីអូយមិនចាំបាច់បាទប្រើកម្លាំងទេបងប្អូនយើងបាទមើលការបញ្ចប់ទីរបស់ Dominic Szoboszlai បាទទាញជាកេះលយណាស់បាទគាត់សុទ្ធបាល់រាបងប្អូនហើយអស់លីងបាទកែបាល់លើឲ្យប៉ារីទុកឲ្យ Dominic Szoboszlai ណែដូចវាស់ហើយនឹងចាក់ម៉ែតវាស់ជើងហើយនឹងបាល់ហើយហ្នឹងចុងជើងរបស់ប៉ារីមិនអាចទៅដល់ទេ3-2 លីតសង្ស័យឱកាសអើយចោមយ៉ាអើយហងក្រហម3-3អូអើយហងក្រហមអើយអើយចប់ហើយចប់គ្រប់យ៉ាង3ពិន្ទុមិនយកទេយកមកពិន្ទុហ្នឹងទៅជឿហើយបាទពេកកន្លងបងប្អូនយើងដល់ពេលអញ្ចឹងបាទចប់ហ្មងបាល់អើយបាល់ផ្ដុំគ្នាឲ្យឡើង100នាក់បាល់នេះប៉ះដៃទៀតងាប់បាទសុទ្ធចូលពេលដែរបាល់នេះគិតអីច្រើនមកកលាស់ដៃមកចង់បាក់ដៃហើយពីបាទកូណាតេនេះមិនអញ្ចឹងបងប្អូនយើង2ដងហើយបាទដូរជប៉ុនឥឡូវកីឡាករជប៉ុនអ្នកសុទ្ធចូលហងគិតទៅនោះបាទដល់កបងប្អូនយើងការប្រកួតត្រូវបានបិទបញ្ចប់ហើយបាទ
បាទសម្រាប់អារម្មណ៍យើងបងប្អូនមើលលទ្ធផលមិនដូចលទ្ធផលចាញ់បាទពីស្មើនេះគឺលទ្ធផលចាញ់ហ្មងវាចាញ់ចិត្តបាទស្មើមែនប៉ុន្តែវាអត់មានន័យបន្តិចហ្មងហងលេងនេះបាទឥឡូវចប់ការប្រកួតស្មើជាបន្តទៀតពីប្រកួតបាទយកតែមកបន្ទុកទេបាទអញ្ចឹងអរគុណច្រើនបងប្អូនយើងបាទការប្រកួតយើងបានដល់ទីបញ្ចប់ហើយបាទខន្តីអភ័យទោសផងបើសិនជាមានកំហុសខុសឆ្គងណាមួយកើតមានក្នុងការផ្សាយបាទក៏សង្ឃឹមបងប្អូនអធិស្ឋានណាបាទជួបគ្នានៅក្នុងការប្រកួតក្រោយៗជាបន្តទៀតហើយក៏ខន្តីអភ័យទោសផងបើសិនជាមានកំហុសខុសឆ្គងនៅក្នុងការថាតបាយថ្ងៃនេះមានភាពលើសលួសខ្វះខាតទាស់ខុសត្រង់ចំណុចណាមួយដែលធ្វើឲ្យបងប្អូនយើងមិនពេញចិត្តមិនសប្បាយចិត្តក៏សង្ឃឹមបងប្អូនអធិស្ឋានបាទជួបគ្នានៅឱកាសក្រោយៗជាបន្តទៀតគណៈពេលនេះខ្ញុំបាទ admin Daiki នៅក្រុមការងារ Export ក៏សូមគោរពលាបងប្អូនតែប៉ុណ្ណេះ